សូមគោរពទូរទស្សនិកជនគ្រប់មជ្ឈដ្ឋានជាច្រើនឆ្នាំកន្លងសមាគមកសិករខេត្តស្រុកត្រាំងមានការជំនួយយ៉ាងច្រើនដើម្បីជួយឲ្យសមាជិកកែលម្អប្រភពចំណូលប៉ុន្តែប្រឈមមុខនឹងស្ថានភាពតម្លៃកសិផលមិនទៀងទាត់ដូចជាសពថ្ងៃការជួយឲ្យបងប្អូនលើកកម្ពស់កម្រិតវប្បកម្មផលិតបានផលិតផលមានគុណភាពគឺជាការចាំបាច់និងជាការបន្តក្នុងនេតិបរិយាប្រចាំសប្តាហ៍លើកនេះភ្ញៀវអញ្ជើញនៅខេត្តស្រុកត្រាំងនឹងរួមផ្ដោះប្ដូរអំពីដំណោះស្រាយជួយឲ្យកសិករលើកកម្ពស់គុណភាពកសិផលយើងខ្ញុំសូមឧទ្ទិសនាមលោកគឹមងុកឡើយអនុប្រធានសមាគមកសិករខេត្តស្រុកត្រាំងលោកតឹងស៊ីមីនប្រធានសមាគមកសិករឃុំវៀងអាងស្រុកតឹងដេនិងលោកសឿងមៀងកសិករឃុំភូមិស្រុកមីទូខេត្តស្រុកត្រាំងយើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវអញ្ជើញទាំង3រូបដែលបានចំណាយពេលចូលរួមកម្មវិធីបាទជាបឋមយើងខ្ញុំសូមផ្ដោះប្ដូរយោបល់ជាមួយនឹងលោកគឹមងុកឡើយប្រហែលឆ្នាំជិតនេះផ្នែកកសិកម្មខេត្តស្រុកត្រាំងមានការរីកចម្រើនគ្រប់វិស័យចាប់ពីប្រសិទ្ធភាពនៃបណ្ដាទម្រង់ផលិតនេះលោកយល់ឃើញថាយ៉ាងណាដែរអំពីកម្រិតវប្បកម្មរបស់សមាជិកនៅក្នុងខេត្តស្រុកត្រាំងយើងប្រហែលឆ្នាំកន្លងមកនេះក្នុងកសិកម្មមានការលូតចម្រើនបំផុតក្នុងការដូចជាដាំដំណាំចិញ្ចឹមសត្វធាតុនិងលែងការងារដំបានផ្សេងជាដើមដល់ថ្ងៃនេះដូចជាស្រូវបានជាង2លានតូនខាងសមាគមកសិករក៏មានការខ្នះខ្នែងដើម្បីដឹកនាំកសិករក្នុងខេត្តដូចជាដើមបច្ចេកទេសឲ្យកសិករចិញ្ចឹមសត្វក៏បើកទលេក្នុងការបើកទលេនេះវាមកបានផលដ៏ច្រើនបំផុតរបស់លែងប្រជាកសិករយើងហើយនឹងរកការធ្វើឲ្យកសិករផ្សេងទៀតខ្ញុំឃើញថាសេចក្តីជឿនលឿនរបស់កសិកររបស់ខេត្តក្នុងការដាំដំណាំជាក់ស្ដែងបំផុតគឺថាដាំស្រូវកាលមិញប្រើគោក្របីឥឡូវនេះឡើងយើងមានការជឿនលឿនដូចជាបន្ស៊ីនទំនើបសូមជម្រាបប្រសាសន៍លោកតឹងស៊ីមានវិញម្ដងវៀងអាងនោះគឺជាឃុំកសិកម្មសុទ្ធសាធគ្រួសារជាច្រើនរស់ដោយរបស់នេះដែរប្រហែលឆ្នាំកន្លងសមាគមកសិករបានមានការជំនួយអ្វីខ្លះដើម្បីឲ្យសមាជិកពង្រីកការផលិតបាទឃុំវៀងអាងមានផ្ទៃដីរួមចំនួន2704ហិកតាក្នុងនោះដីធ្វើស្រែ2រដូវចំនួន1950ហិកតាមុខរបរសំខាន់ចំពោះប្រជាកសិករនៅភូមិយើងអាងគឺធ្វើស្រែចម្ការចិញ្ចឹមសត្វនិងលក់ដូរទូចតាចហេតុដូច្នោះសមាគមកសិករឃុំខិតខំរកវិធានការដើម្បីឧបត្ថម្ភឲ្យសមាជិកកសិករចាប់យកនៅមុខរបរឲ្យស្របទៅតាមបំណងធនធានរបស់ប្រជាកសិករដូចជាសប្តាហ៍ថ្ងៃនេះសមាគមកសិករឃុំឃោសនាណែនាំប្រជាកសិករឲ្យរួបរวมប្រស្រ័យអនុវត្តវាលស្រែគំរូធំផលិតស្រូវមានគុណភាពខ្ពស់ដូចជាស្រូវ ST5 ស្រូវ ST20 ក្នុងនោះបង្កបានចំនួន2កន្លែងមានផ្ទៃដីចំនួន640ហិកតាដូចជាក្នុងឆ្នាំ2014នេះសមាគមកសិករឃុំបានធ្វើរបាយការណ៍ស្នើដល់ធនាគារគោលនយោបាយសញ្ជាតិសុំបុលទុនចិញ្ចឹមគោទឹកដោះឲ្យគ្រួសារក្រីក្រនិងគ្រួសារជិតក្របាន72ក្បាលនិយាយរួមសភាពការផលិតរីកចម្រើនរបស់សមាជិកកសិករមានលទ្ធផលសេដ្ឋកិច្ចយ៉ាងខ្លាំងអាចកែប្រែជីវភាពរស់នៅរបស់សមាជិក
កសិករឲ្យឆ្លងផុតពីភាពក្រីក្រឆ្លងទៅកាន់ភាពធូរសម្បូរជាងមុនជាច្រើន ក្រៅពីការជំនួយរបស់សមាគមកសិករគ្រប់លំដាប់ថ្នាក់សមាជិកជាច្រើនក៏នៅខិតខំប្រឹងឡើងដោយខ្លួនឯងគឺឈានឡើងធូធាសូមមើលជំរាបប្រសាសន៍លោកសឿងមៀងសូមលោកឲ្យដឹងមើលតើការផលិតរបស់កសិករនៅឃុំភូមិក៏មានការរីកចម្រើនឬហៅថាមានការប្រែប្រួលយ៉ាងណាដែរប្រហែលឆ្នាំជិតនេះបាទ តាមខ្ញុំឃើញរួមក្នុងការផលិតរបស់មានក្នុងឃុំភូមិក៏មានការលូតលាស់ក្នុងសេដ្ឋកិច្ចភូមិស្រុកដូចជាមានធ្វើស្រែចម្ការណាស់ដែរបាទឃើញថាបើប្រៀបធៀបពីប្រហែលឆ្នាំមុនមកដល់ឥឡូវនេះគឺថាផលិតផលពីពេលមុនมันបានត្រូវជាប្រមាណពីពេលមុនមានធ្វើដោយចិត្តឯងធ្វើស្រែដោយគ្មានបានរៀនពីបច្ចេកទេសស្រូវមិនសូវបានត្រូវជាប្រមាណក៏ប៉ុន្តែក្នុងឆ្នាំចិត្តនេះដោយមានការរៀនសូត្រអំពីបច្ចេកទេសខាងក្រុមកសិកម្មបានដឹកនាំទៅដល់ក្រុមក្លឹបដល់ភូមិស្រុកហ្នឹងឃើញថាមានយើងបានចេះចាំដឹងអំពីធ្វើស្រែក្នុង 1000 ម៉ែត្រការ៉េត្រូវបង់ពូជចំនួនប្រមាណឲ្យគួរសមបើហេតុដូច្នេះឃើញថាមានយើងនឹងបានរៀនចេះចាំព្រោះស្រូវតែ 1000 ម៉ែត្រការ៉េចំនួនតែ12គីដល់15គីឡូទេពីពេលមុននោះមានព្រោះ25គីដល់30គីឡូបាទហើយឥឡូវនេះគេថាមានបានចេះចាំត្រង់កន្លែងហ្នឹងហើយមានក៏ធ្វើស្រែហ្នឹងមានភាពការលូតលាស់ណាស់ដែរក្នុង 1000 ម៉ែត្រការ៉េត្រូវបានចំនួនពី700ដល់800គីឡូក្រាមម្យ៉ាងវិញទៀតបើសិនណាយើងមានខ្វះដើមទុនគេមានឲ្យបុលខ្ចីអំពីធនាគារគោលនយោបាយសង្គមស្រុកនេះទូទៀតផងបាទអ្នកគ្មានដីផលិតគឺថាមានខាងសមាគមចាត់ចែងដឹកនាំឲ្យមានចិញ្ចឹមសត្វមកពីព្រោះអីយើងខ្វះដីផលិតឲ្យចិញ្ចឹមសត្វដូចជាមានសត្វមាន់ពេគោជាដើមហើយនឹងជ្រូកបាទសូមអរគុណលោកសឿងមៀងតាសនិកជនជាទីមេត្រីដូចជាលោកសឿងមៀងទៅតែបរិយាយមិញគឺថាសប្តាហ៍ថ្ងៃនេះនៅតាមភូមិស្រុកគ្រួសារជាច្រើនក៏បានម្ចាស់ការហើយរវាសរវៃក្នុងរបៀបធ្វើដើម្បីបង្កើនប្រាក់ចំណូលបទយកការខាងក្រោមនេះនឹងជួយឲ្យតាសនិកជនយល់បន្ថែមអំពីការងារនេះភូមិជាឃុំមានភាពងាយស្រួលដើម្បីពង្រីកកសិកម្មអាស្រ័យមានផ្ទៃដីច្រើនបង្គួរក្នុងនោះដីផលិតស្រូវមាន 2995 ហិកតានិងដីដាំដំណាំ98ហិកតាបណ្ដាឆ្នាំកន្លងដើម្បីជួយមាមីងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មភូមិភាគបានចលនាមាមីងចូលរួមសមាគមកសិករមុននេះ20ឆ្នាំឃុំភូមិមានសមាជិកកសិករប្រមាណតែ250រូបប៉ុណ្ណោះបច្ចុប្បន្ននេះទូទាំងឃុំមានសមាជិក2667នាក់ឆ្លងតាមបណ្ដាសកម្មភាពជាប្រចាំនៃសមាគមភាគច្រើនមាមីងបានបង្កើនចំណេះដឹងអំពីការដាំដុះចិញ្ចឹមសត្វបណ្ដាសមាជិកក្រក៏មានលក្ខណៈជាឡើងដែរសមាគមកសិករបានដែលដឹកនាំសមាជិកកសិករនឹងជាដូចជាធ្វើស្រែចម្ការចិញ្ចឹមសត្វជាដើមក្នុងលុយប្រាត់សំចៃរបស់សមាជិកកសិកររួមនឹងលុយនាគារស្រុកដើម្បីផ្ដល់ទុនឲ្យសមាជិកកសិករនឹងមានអាការធ្វើស្រែដាំដុះចិញ្ចឹមគោយកទៅដោះគោសាច់ហើយនឹងគឺតែដាំដំណាំចុះស្រែដើម្បីថាបង្កើនរដ្ឋផលដល់គ្រួសារលោកត្រឹងដាននៅភូមិបង្កក់មានចំការ2កុងកន្លះនិងស្រែ8កុងឆ្នាំ2002លោកចូលរួមក្លឹបជំរុញកសិកម្មការផលិតក៏មានការរីកចម្រើនជាបណ្ដាប្រភពចំណូលរបស់គ្រួសារលោកត្រឹងដានមួយថ្ងៃកាន់តែកើនអាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតតាមនឹងគេថាហឺដែរហឺដូចថាមុខណាដែលមិនសូវមានជំងឺថាហឺថាមុខណាមិនសូវមានជំងឺអញ្ចឹងហើយដល់ដូចជាដីយើងវាចាស់ទៅដូចទៅសសក់ចង់អស់បានមកពីដាំទៅវាច្រើនទៅប៊ីងច្រើនជំងឺច្រើនតែធ្វើក្រហមចេះចោលហ្នឹងធ្វើយូរប្របាក់ឆ្នាំដង្កូវហ្នឹងគឺថាវាមិនសូវបានផលទេបានថាឥឡូវហ្នឹងដាំលវែសណ្ដែក
cô bé nó đâm thành để cô bé mau vinh mình thôi về mình sâu men chủng ngữ không cắt anh ấy có thể ban phật លោកត្រាំងដានបានឲ្យដឹងបន្ថែមដៃមួយកុងដាំដំណាំជុំឆ្នាំអាចចំណេញប្រហាក់ប្រហែលស្រែ7កុងរីឯប្រពលវប្បកម្មតួយ៉ាងដូចជាដាំដំណាំក្នុងវាលស្រែប្រសិទ្ធបើជ្រើសបានពូជសមស្របថែទាំបានល្អនិងមានទីផ្សារលំនឹងកសិករចំណេញលើសពី3ដងបើប្រៀបនឹងផលិតស្រូវមុននេះ10ឆ្នាំបណ្ដាសមាជិកក្លឹបជំរុញកសិកម្មនៅឃុំភូមិចាប់ផ្ដើមចិញ្ចឹមគោទឹកដោះ តាំងពីគោទឹកដោះ228ក្បាលបានជំនួយគ្រាដំបូងមកទល់ពេលនេះទូទាំងឃុំមានជាង700ក្បាលដោយបរិមាណផលទឹកដោះគោប្រហែល 2.8 តោនក្នុងមួយថ្ងៃឆ្នាំ2004គ្រួសារលោកលីវភឿកនៅភូមិបាក់យ៉ាងឃុំភូមិបានភូមិភាគជំនួយគោទឹកដោះមួយក្បាលពីប្រភពទុនអនុគ្រោះក្រោយពី10ឆ្នាំតាមរបរលោកភឿកមិនត្រឹមតែចាក់ភាពក្រីក្រប៉ុណ្ណោះទេ នៅថែមទាំងមានលក្ខណៈកសាងលំនៅឋានបានរឹងមាំទៀតផង កាលមិនតាន់មានចាំគោទឹកដោះចាដល់ស៊ីឈ្នួលគេមួយថ្ងៃគ្រប់មួយថ្ងៃអញ្ចឹងវាមិនសល់ផលចេះធ្វើអញ្ចឹងចេះទៅអញ្ចឹងដល់បានទឹកដោះគោទៅយើងបានរឿងឡូវរៀងធូរថយវាមិនសូវពិបាកដូចកាលមុនណាយើងក៏ដោះស្រាយគ្រួសារបានក្នុងរាល់ថ្ងៃក្នុងផ្ទះហ្នឹងកាលមុនផ្ទះទិនធឿងវាបាក់បែកអស់ហើយដល់ហើយចាំបានគោសាច់គោស្រឿងច្រើនណាខ្ញុំលុកអស់4កូន 4 កូនចំណាយរត់ជាង100លែនដែរដល់ហើយក៏ធ្វើតែជួសជុលតែឡើងធ្វើបានតែបាននៅរាល់ថ្ងៃហ្នឹង ក្នុងដំណាក់កាលពង្រីករបស់ចិញ្ចឹមគោទឹកដោះលោកលីវភឿកក៏ដូចជាគ្រួសារដតីជួបការលំបាកបន្តិចដែរពិសេសគឺនាឆ្នាំ 2005-2006 ទឹកដោះគោចុះថ្លៃគ្រួសារជាច្រើនចង់ចោលរបរអាស្រ័យមានការកំណត់ទិសចលនាទាន់ពេលនៃរដ្ឋអំណាចភូមិភាគ បណ្ដាសមាជិកក្នុងក្រុមសហការបានខំប្រឹងតាមរបរមកទល់ពេលនេះតម្លៃទឹកដោះគោលំនឹងជាងមានមីងរីករាយអាស្រ័យមានប្រភពចំណូលជាប្រចាំតាំងពីបណ្ដាការជំនួយគ្រាដំបូងនៃភូមិភាគមានមីងឃុំភូមិជាជំហានកសាងទម្រង់រកស៊ីសមស្របនិងមានប្រសិទ្ធភាពបច្ចុប្បន្ននេះដោយបទពិសោធន៍និងភាពរវាស់រវើយក្នុងការផលិតកសិករជាច្រើនដែលមុននេះជាគ្រួសារក្រលំបាក មានចំណូលស្ថិរភាពជាង តាសនិកជនជាទីមេត្រីបាត់យកអំបីមិញបានឲ្យឃើញនៅការឈានឡើងរបស់សមាជិកកសិករមួយចំនួននៅឃុំភូមិនេះគឺជាលក្ខណៈដើម្បីឲ្យខេត្តស្រុកតាំងពង្រីកចលនាកសិករផលិតនិងធ្វើអាជីវកម្មគ្រប់លំដាប់ថ្នាក់ដែរសូមជម្រាបប្រសាសន៍លោកគឹមងុកឡើយចលនានេះក៏មានអត្ថន័យយ៉ាងណាខ្លះចំពោះការពង្រីកសេដ្ឋកិច្ចក៏ដូចជាសង្គមគិច្ចនៅភូមិភាគយើងបាទ ភាគកសិករផលិតផកែពេលបំផុសចលនាមកដល់ថ្ងៃនេះគឺថា27ឆ្នាំមជ្ឈិមសមាគមកសិករបំផុសភាគបានលូតលាស់ដល់ខ្លាំងក្លាបំផុតក្នុងខេត្តនិយាយដោយឡែកក្នុងតួទៅក្នុងប្រទេសនិយាយរួមខ្ញុំឃើញថាភាគនេះនៅទីណាក៏ដោយមានបកភាពរដ្ឋអំណាចក្រសួងនានានិងសមាគមកសិករចាប់អារម្មណ៍ដ៏ច្រើនក្នុងការដឹកនាំផ្ដល់ទុនឬក៏បង្ហាត់បង្រៀនបច្ចេកទេសឲ្យបងប្អូនដើម្បីឡើងអនុវត្តក្នុងការផលិតភាគនេះមានន័យដ៏សំខាន់ក្នុងការរួមគំនិតរបស់កសិករយើងរបស់បកភាពដូចជាការផ្លាស់ប្ដូរសេដ្ឋកិច្ចខាងមុខនេះសមាគមកសិករខេត្តបើកទីប្រជុំអ្នកផលិតផ្កាដើម្បីវាយតម្លៃក្នុងការផលិតនិងដល់ការពិសោធន៍លើកកម្ពស់ស្មារតី
រូបភាពអ្នកផលិតប៉ាកែដើម្បីបំផុសចលនាអ្នកផលិតប៉ាកែមួយថ្ងៃកាន់តែច្រើនឡើង បាទហើយយើងខ្ញុំសូមបន្តកិច្ចសន្ទនាជាមួយនឹងលោកត្រឹងស៊ីមីនសូមអញ្ជើញលោកឲ្យដឹងមើលដើម្បីឲ្យចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែមួយថ្ងៃកាន់តែបានរីកសាយភាយភូមិភាគនីមួយៗហ្នឹងគឺយើងគួរតែចាប់អារម្មណ៍ជំនួយមានយើងត្រង់ចំណុចណាខ្លះបាទ សមាគមកសិករឃុំគឺចាប់ពីដើមឆ្នាំក៏បានបំផុសចលនាដល់ប្រជាកសិករឲ្យចុះឈ្មោះកសិករផលិតទូកែមានចំនួន 1033 គ្រួសារបានចុះឈ្មោះដល់សប្តាហ៍ថ្ងៃនេះគឺដល់ចុងឆ្នាំសមាគមកសិករក៏ឃុំក៏បានចាត់តាំងពិនិត្យរបបកំណត់កសិករផលិតចំនួនពូកែនោះទទួលស្គាល់បាន 880 គ្រួសារនិយាយរួមបណ្ដាគ្រួសារដែលបានទទួលស្គាល់ជាកសិករផលិតពូកែក៏អាស្រ័យមានស្មារតីរឹងប៉ឹងហើយខិតខំប្រឹងប្រែងផលិតព្រឹត្តសម្ចៃចាត់ចែងបែងបាត់ដាំដុះចិញ្ចឹមសត្វសមស្របចេះអនុវត្តតាមវិធីសាស្ត្របច្ចេកទេសក្នុងការផលិតជាហេតុនាំឲ្យសេដ្ឋកិច្ចបានរីកចម្រើនទន្ទឹមនឹងការរីកចម្រើននៅក្នុងឃុំវាងអាងក៏មានសមាជិកកសិករជាច្រើនគ្រួសារដែលប្រឈមមុខក្នុងការក្រីក្រខ្វះខាតទី1ខ្វះខាតនៅមធ្យោបាយផលិតដូចជាដីធ្លីដើមទុនទី2ទៀតអាស្រ័យសម្ភារៈកសិករសម្ភារៈកសិកម្មមានតម្លៃខ្ពស់ពេកកសិករមួយចំនួនក្រោយពេលទទួលផលត្រូវខាតដើមឬក៏មិនបានចំណេញខ្ញុំតំណាងឲ្យសមាគមកសិករឃុំក៏សូមសំណូមពរដល់បណ្ដាក្រសួងមានការតាក់ទិនមានផែនការជំនួយឧបត្ថម្ភដើមទុនដោយចុងការថោកដល់សមាជិកកសិករហើយបើកច្រើននៅរបរបើកបង្រៀននៅសាលាបង្រៀនរបរបច្ចេកទេសឲ្យកសិករចេះអនុវត្តបច្ចេកទេសក្នុងការផលិតដើម្បីនឹងទទួលផលសមល្មមនឹងអាចឆ្លងកាត់បានពីភាពក្រីក្រនោះ តើស្នេហ៍ចិនជាទីមេត្រីប្រឈមមុខនឹងស្ថានភាពដែលសេដ្ឋកិច្ចកំពុងលំបាកលំបិនចាំបាច់មានរបៀបធ្វើដើម្បីជួយឲ្យកសិករម្ចាស់ការជាងក្នុងការលើកកម្ពស់គុណភាពក៏ដូចជារកច្រកចេញឲ្យកសិផលផងដែរសូមជម្រាបប្រសាសន៍លោកសឿងមៀងលោកមានយោបល់អ្វីអំពីការលំបាកលំបិនរបស់កសិករពេលដែលតម្លៃកសិផលវាមិនស្ថិរភាពដូចជាសប្តាហ៍ថ្ងៃហ្នឹងដូចជានៅឃុំខ្ញុំបាទខាងវាលដាច់ស្រយាលហ្នឹងឃើញថាឈ្មួញទិញបងកាសសហួយទៅចូលតម្រាំដល់ស្រែចំការគឺវាឆ្ងាយដល់វាឆ្ងាយទៅគឺគិតកាសសហួយវាច្រើនយើងត្រូវលុកបានថ្លៃទាបហេតុដូច្នេះមីងដែលផលិតផលបានបបោដែរក៏ប៉ុន្តែមិនសូវចំណេញបានជាប្រមាណឆ្នាំកន្លងហ្នឹងហើយក្នុង1គីឡូបានចំនួន 5200 ក៏ប៉ុន្តែរដូវដល់ឆ្នាំ2014នេះបានតែក្នុង1គីឡូបានតែ 4700 ទេបាទក្នុង1តូនត្រូវបាត់ 400,000 ក៏ប៉ុន្តែដល់ក្នុង1ហិកតាត្រូវបាត់ចំនួន 4 លានជាងខាងកសិករផលិតផលនៅស្រែស្រូវហ្នឹងគឺថាបាត់ចំនួនប៉ុណ្ណឹងគឺថាហត់នឿយណាមានធ្វើ 1000 ម៉ែត្រការ៉េធៀបអត់ប្រមាណ 1000 ម៉ែត្រការ៉េយើងត្រូវចោះទុនក្នុង1000 ម៉ែត្រការ៉េចំនួន 2,800,000 យល់ឃើញថា 2,800,000 ថែមទាំងជួលម៉ៃកាត់ចម្រោះចំនួន 300,000 នេះអស់ 3,100,000 ហើយក្នុងមួយកង់1 ម៉ែត្រការ៉េហ្នឹង 1000 ម៉ែត្រការ៉េហ្នឹងក្នុង 3,100,000 បើយើងគិតមកវិញបានតែចំនួន 700 គីឡូទេក្នុង 1000 ម៉ែត្រការ៉េបើតាមយើងគុណឲ្យ 4,700 បានចំនួន 3,200,000 3,400,000 ដូចនេះឃើញថាខាងកសិករយើងធ្វើស្រែមិនចំណេញជាប្រមាណដល់3ខែរយៈ3ខែ10ថ្ងៃទើបបានយើងប្រមូលផលប្រមូលទុនយើងមកវិញបាទសូមអរគុណលោកសឿងមៀងសូមជម្រាបប្រសាសន៍លោកគៀមងុកឡើយ
បាទរយៈពេលកន្លងផ្នែកកសិកម្មស្រុកតាំងក៏មាននិយាយថាបានមានការចាប់អារម្មណ៍ហើយក៏ជំនួយអ្វីខ្លះដើម្បីបណ្ដាសមាជិកនឹងមានជាជំហានលើកកម្ពស់គុណភាពកសិផលបាទ បាទសមាគមកសិករគ្រប់ជាន់ថ្នាក់ក្នុងខេត្តដឹកនាំប្រជាជនដូចជាបង្ហាត់បង្រៀនជាសាស្ត្របច្ចេកទេសជួយដើម្បីការផលិតក្នុងកសិកម្មខ្ញុំឃើញថាមួយរយៈពេលដោយខ្លីបងប្អូនកសិករក្នុងខេត្តមានការទទួលផលបានដោយល្អបើតាមខ្ញុំក្តាប់បានឆ្នាំ2013ក្នុងម្នាក់ក្នុងខេត្តបានជិត29លានដុំកើនឡើង 1.24 ប្រៀបធៀបនឹងឆ្នាំ2011រាល់ថ្ងៃហ្នឹងយើងខ្ញុំកំពុងក៏លើកទឹកចិត្តបងប្អូនធ្វើសមូហភាពបាទសមូហភាពក្នុងខេត្តមាន83សហករណ៍ផលិតកសិកម្មនិង978ក្រុមផលិតលក្ខ បាទសូមអរគុណលោកគីមងុកឡើយសូមជម្រាបប្រសាសន៍លោកតឹងស៊ីមីនដើម្បីនិយាយថាជៀសវាងស្ថានភាពដែលហៅថាយើងធ្វើបានរដូវប៉ុន្តែយើងមិនបានថ្លែងអញ្ចឹងសមាគមកសិករឃុំក៏មានការនិយាយថារបៀបធ្វើអ្វីខ្លះដើម្បីជួយឲ្យសមាជិកកសិករនោះលើកកម្ពស់គុណភាពកសិផលក៏ដូចជារួមចំណែកក្នុងការលំនឹងច្រកចេញឲ្យកសិផលអញ្ចឹង ឃុំវៀងអាងគឺជាឃុំមានលក្ខណៈងាយស្រួលក្នុងការផលិតកសិកម្មជាពិសេសគឺផលិតស្រូវពីរដូវប៉ុន្តែប្រហែលឆ្នាំជិតនេះប្រជាកសិករនៅឃុំវៀងអាងជួបប្រទះនៅការលំបាកយ៉ាងខ្លាំងក្នុងការលុកដូរស្រូវអង្ករដោយអាស្រ័យកសិករមិនបានជ្រើសរើសពូជដែលមានគុណភាពហើយពេលវេលាចុះពូជក៏មិនបានស្មើគ្នា ប្រមូលផលក៏មិនបានស្មើគ្នាជាហេតុនាំឲ្យពួកឈ្មួញមិនអាចចុះកិច្ចសន្យាលុកទិញបានដោយសពថ្ងៃនេះសមាគមកសិករឃុំក៏ខិតខំជំរុញឲ្យកសិករឲ្យយកចិត្តទុកដាក់ក្នុងការជ្រើសរើសពូជស្រូវដែលមានគុណភាពខ្ពស់ផលិតតាមគម្រោងវាលស្រែគំរូធំចុះពូជស្មើគ្នាតែមួយមុខពូជជាពិសេស សមាគមកសិករឃុំខិតខំចាត់តាំងបង្កើតក្រុមសហប្រតិបត្តិការដាំស្រូវនិងចិញ្ចឹមគោទឹកដោះដល់សប្តាហ៍ថ្ងៃនេះទូទាំងឃុំវៀងអាងបង្កើតបាន17ក្រុមសហប្រតិបត្តិការក្នុងនោះសមាគមកសិករបង្កើតបាន9ក្រុមមាន279គ្រួសាររួមប្រស្រ័យដោយអាស្រ័យ របៀបផលិតតាមសហករណ៍ដូច្នោះវាងាយស្រួលឲ្យកសិករតាក់ទាញឈ្មួញពាណិជ្ជកម្មចុះកិច្ចសន្យាលុកដូរកសិផលទៅតាមតម្លៃជាក់លាក់ធានាថាប្រជាកសិករបានចំណេញច្រើនជាង បាទសូមជម្រាបប្រសាសន៍លោកសឹងមៀងវិញម្ដងចាប់តាំងពីពេលដែលយើងបង្កើតក្រុមផលិត គោទឹកដោះរហូតមកដល់សប្តាហ៍ថ្ងៃលោកយល់ឃើញថាជីវភាពរស់នៅរបស់បងប្អូននៅក្នុងក្រុមនឹងវាមានការរីកចម្រើនយ៉ាងណាដែរបាទ ក្លឹបលេខ 9 ឃុំភូមីស្រុកមីទូខេត្តសុកចាំងហ្នឹងបានកំណត់កើតឡើងនៅថ្ងៃទី12ខែ11ឆ្នាំ2002ក៏ប៉ុន្តែលើកដំបូងបំផុតឃើញថាបានខាងឧបត្ថម្ភគ្រប់គ្រងអំពីកាណាដាជួយឲ្យកូស៊ីនបានមួយគ្រួសារបានមួយក្បាល បានមួយក្បាលក៏ប៉ុន្តែរហូតដល់ថ្ងៃទី20ខែ5ឆ្នាំ2005ដោយបកនឹងរដ្ឋភូមិភាគបានចាប់សតិអារម្មណ៍ដើម្បីនឹងចាត់ចែងទៅឲ្យធនាគារគោលនយោបាយសង្គមខាងស្រុកមីទូនឲ្យ
ទុនដើមជាបន្ថែមមកឲ្យសមាជិកដែលនៅក្នុងក្រុមក្របលេខ9យើងខ្ញុំនឹងមានដល់31សមាជិកបាទហើយក៏បានចិញ្ចឹមថែរក្សាគោទឹកដោះនឹងក៏ដោយសារពឹងទៅលើក្រុមពេទ្យសត្វនឹងជួយបង្ហាត់បង្រៀនណែនាំខាងបច្ចេកទេសចិញ្ចឹមគោទឹកដោះគឺថាមីងនឹងក៏បានរៀនចេះចាំបើសិនណាយើងចិញ្ចឹមគោយកទឹកដោះពីក្បាលវាមិនបងកម្លាំងបលាំងយើងប្រហែលយើងទៅធ្វើការខាងក្រៅនឹងបានមកពីយើងចិញ្ចឹមមួយបងខាត់ពេលម៉ោងតែពីម៉ោងតែប៉ុណ្ណេះក្នុងមួយថ្ងៃពីម៉ោងដែលយើងទៅរកចំណីឲ្យស្មៅវាស៊ីនៅសល់6ម៉ោងយើងទៅធ្វើការទៅស្រែចំការបានទៀតទស្សនិកជនជាទីមេត្រីក្នុងពេលសេដ្ឋកិច្ចលំបាកលំបិនកសិករក៏បីមានរបៀបធ្វើថ្មីដោយបទពិសោធន៍និងការរវាសរវៃបំផុតគឺការចាប់អារម្មណ៍ធ្វើយ៉ាងណាដើម្បីឲ្យកសិផលសម្រេចបានគុណភាពដើម្បីងាយលុកចេញរដ្ឋអំណាចក្រុមលំដាប់ថ្នាក់បំផុតគឺសមាគមកសិករក៏បីបណ្ដោះបណ្ដាលឲ្យកសិករមានទ្វេដៃយ៉ាងប៉ិនប្រសប់ឆ្លើយតបបានតម្រូវការសហការផលិតពីព្រោះថាបើតាមបណ្ដាអ្នកឯកទេសខាងកសិកម្មដំណោះស្រាយងាយស្រួលបំផុតសប្តាហ៍ថ្ងៃគឺត្រូវតែផ្សារភ្ជាប់រវាងកសិករនិងអ្នកបណ្ដាអ្នកធ្វើអាជីវកម្មជាជំហានតម្រង់ទិសឲ្យកសិករផលិតកសិកម្មប្រកបដោយបច្ចេកទេសខ្ពស់ធ្វើបានដូច្នេះទើបកសិផលរបស់បងប្អូនងាយលុកជាងបង្កើតបានប្រាក់ចំណូលស្ថិរភាពនាទីបរិយាប្រចាំសប្តាហ៍លើកនេះសូមបញ្ចប់តែត្រឹមនេះសាជាថ្មីម្ដងទៀតយើងខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវអញ្ជើញទាំង3រូបដែលបានចូលរួមកម្មវិធីសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានអំពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានសូមជម្រាបលា